จูบគ្នាទៀតឯណាអ្នកទាំងអស់គ្នាដែលរឿងច្រងចឹងថាតាមស្នេហ៍បងតតែបានភាគ3ការនៅវិចុងភាគ2ហ្នឹងគឺយើងបានដឹងរួចហើយថាជីមីនគឺកំពុងតែទៅរកអីញ៉ាំជាមួយនឹងមិត្តភ័ក្តិរបស់គេកំឡុងពេលនោះគេក៏បានដេញមិត្តភ័ក្តិរបស់គេហ្នឹងឲ្យទៅមុនដោយសារតែគេហ្នឹងគឺបានក្រឡេកឃើញទៅកាន់ចុងកុកពេលនោះវិនក៏បានសួរទៅកាន់ជីមីនថាហែងតាណាចោះបន្ទាប់មកជីមីនក៏បានឆ្លើយតបទៅកាន់វិនដោយគេបាននិយាយថាទេអញឆ្ងល់ម៉េះប្រងឲ្យអញជម្រាបហែងគ្រប់រឿងមែនក៏មិនបានតបអីទៀតដែរគ្រាន់តែចាក់ចេញដោយស្ងៀមស្ងាត់ចឹងណាបន្ទាប់ពីវិនទៅផតជីមីនហ្នឹងក៏បានឈររអ៊ូម្នាក់ឯងរួចសម្លឹងទៅកាន់មិត្តដែលរអ៊ូតិចៗថាចេះដឹងនេះតពីគេនិយាយរួចហើយគេនឹងក៏ដើរសំដៅទៅរកចុងកុកអីចឹងណាគ្រាន់តែម្ដងភ្លាមក៏គេបានហៅឈ្មោះចុងកុកតែម្ដងភ្លាមនោះដែរចុងកុកក៏បានកលេចទៅកាន់ជីមីនប៉ុន្តែគេបានឆ្លើយតបអ្វីទេគ្រាន់តែការប្រអប់បាយរួចដើរចេញពីទីនោះប៉ុន្តែជីមីនរបស់យើងនឹងគឺបានខាត់ហើយបន្ទាប់មកជីមីនក៏បាននិយាយទៅកាន់ចុងកុកថាអេតើឯងវាយ៉ាងម៉េចបានចេះតែកិច្ចមុខយើងអញ្ចឹងរឹកម៉េះមកពីស្រែសោះហ្នឹងណាប៉ុន្តែចុងកុកក៏មិនបានឆ្លើយតបអ្វីឡើយគ្រាន់តែសម្លឹងមុខរបស់ជីមីនអញ្ចឹងណាហើយរឿងតូចរបស់យើងនឹងគឺអត់ញើតជាមួយនឹងមុខរបស់គេសោះតបមកជីមីនក៏បាននិយាយបន្តដោយនិយាយទៅកាន់ចុងកុកថាយីយើងខំរាក់តែទៅធ្វើចរិតដូចអ្នកមានស្មានតែមកពីណាស្រែសតតែចរិតបាញ់យាយឯខ្មើសាហាវជាងយើងនេះអ្នកមានទៀតទោះបីជាគេថាឲ្យយ៉ាងណាក៏ដោយចុងកុកគឺអត់មានតបជាមួយនឹងគេមកម៉ាត់ទេនៅតែបំរុងចង់ដើរចេញទៀតអញ្ចឹងណាប៉ុន្តែរឿងតូចរបស់យើងនេះគឺអត់ឲ្យគេទៅទេដោយចាប់ទាញដៃរបស់គេហើយនិយាយទៅកាន់គេថាចេះទៅណាអញជាមនុស្សកោឬក៏ម៉េចពេលហ្នឹងជីមីនពិតជាខឹងជាមួយនឹងចុងកុកខ្លាំងមែនតើគេខំនិយាយជាមួយឡើងច្រើនប៉ុន្តែចុងកុកបែរជាអត់តបជាមួយនឹងគេហើយចង់ដើរចេញទៀតដល់ពេលនោះជីមីនក៏បាននិយាយបន្តទៀតដោយពីសម្ដីរបស់គេនិយាយទៅកាន់ចុងកុកហ្នឹងគឺថាចេះរឹកពីស្បើម៉េះមាត់ពាក់មាសប្រមាណតឡឹងបានបញ្ជាមិនចង់និយាយជាមួយនឹងយើងអស់ចាស្អីនិយាយវិញទឹកមុខឡើងឌឺដាក់គេហ្មងស្រាប់តែពេលហ្នឹងចុងកុកបង្ហើបសំនៀងហើយអ្នកទាំងអស់គ្នាដោយនិយាយតែពីរម៉ាត់ទេគឺនិយាយទៅកាន់ជីមីនថាចេះលេងដៃពេលហ្នឹងជីមីនគ្មានតែខ្លាចសម្ដីរបស់ចុងកុកឯណាគេថែមទាំងអស់សំណើចទៀតរួចក៏បានឆ្លើយតបទៅកាន់ចុងកុកវិញថាចេះហាចេះនិយាយតាស្មានតាកោហើយចុងកុកក៏អត់បាននិយាយច្រើនទេគេនិយាយពីរម៉ាត់ដដែលដោយនិយាយទៅកាន់ជីមីនថាចេះលេងដៃទឹកនេះគេមិនត្រឹមតែនិយាយទេគេថែមទាំងបេះដៃរបស់ក្មេងហ្នឹងគឺចេញពីដៃរបស់គេទៀតហើយរួចក៏ចង់ទៅថ្នាក់អីចឹងណាតែក្មេងនោះមកឌឺសាហាវហ្មងកាក់ពីមុខគេហើយនិយាយទៅកាន់គេថាចេះហ៊ីឆ្លើយម៉េះអញដឹងថាកំពុងតែនិយាយជាមួយណាគេអត់គេក៏បន្ថែមទៀតជាមួយនឹងទឹកមុខឌឺថាចេះនិយាយឲ្យស្រួលវើយវាថាក្នុងចិត្តរបស់ចុងកុកពេលហ្នឹងពិតជានឹកគ្រឿតជាមួយនឹងក្មេងកន្ទឿនឹងខ្លាំងមែនទែនទៀបជាងគេទេប៉ុន្តែសម្ដីវិញខ្ពស់ជាងគេមួយមេប៉ុន្តែចុងកុកក៏មិនបានតបអីច្រើនដែរគ្រាន់និយាយថាចេះគ្មានបានការមែនរួចមកក៏ចាប់ក្បាលអាក្មេងហ្នឹងក៏វាចេញហើយដើរទៅថ្នាក់បាត់ទៅហើយជីមីនហ្នឹងក៏ស្រាប់តែស្រែកទាំងមិនសុខចិត្តដោយនិយាយថាចេះអាឈួតចាំមើលអញនឹងបដៅវាចេញម្ដងនិយាយពីថាគ្រាន់តែចុងកុកថាប៉ុណ្្នឹងនិយាយពីថាខឹងគេក្តាប់មាត់ក្តាប់កនៅពីក្រោយខ្នងគេហើយគុំគេទៀតហើយសិតតែថាចង់ធ្វើបាបគេមិនដឹងថាមានកម្រងចង់ធ្វើអីលើកូនប្រុសគេទេហើយមិនយូរប្រហែលទេក៏ដល់ម៉ោងចេញទៅផ្ទះអញ្ចឹងណាចុងកុកក៏ដើរចេញពីថ្នាក់រៀនសម្ដៅទៅរកកង់របស់ខ្លួនជាមួយនឹងសិស្សឯទៀតពេលនោះគេក៏បានបដៅរបស់កង់របស់គេនឹងគឺចេញពីកន្លែងជាអៀនស្រាប់តែស្អីគេមិនក៏នៅសុកបែកកង់អញ្ចឹងពេលហ្នឹងចុងកុកពិតជាហួចចិត្តមែនទែនពេលបដៅកង់មកស្រាប់តែឃើញកង់របស់ខ្លួនឯងបែកទឹកមុខគេវិញឡើងសែតហ្មងសិនជាអត់ឃើញខ្ញុំផុសនៅក្នុង TikTok ទៀតទេអ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុង YouTube ខ្ញុំបានខ្ញុំប្រហែលជាផុសតាមមួយភាគទៀតទេណានៅក្នុង TikTok នេះ